ធ្លាប់តែច្រៀងលើច្រាក់តន្ត្រីធំធំនេះកម្ពុជាតារាចម្រៀងតំចាំសីមាបានដល់ដោយភាពរីករាយជូនអ្នកគាំទ្រច្រៀងក្នុងហាប់លើកដំបូងទស្សនិកជនធ្លាប់តែឃើញកម្ពុជាតារាចម្រៀងស្រីតំចាំសីមាឡើងឆាកប្រគំតន្ត្រីធំធំជុំវិញខេត្តក្រុងដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមានក្នុងការច្រៀងនៅក្នុងផាប់ដើម្បីផ្ដល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀងតំចាំសីមាមិនធ្លាប់ចេញច្រៀងឬសម្ដែងនៅក្នុងផាប់ណាមួយឡើយភាគច្រើននាងទទួលតែការសម្ដែងនៅតាមការប្រគំតន្ត្រីធំៗក្នុងកម្មវិធីធំៗប៉ុណ្ណោះទន្ទឹមនឹងគេឈ្មោះកាន់តែល្បីល្បាញលូតសុសសាយក្នុងនិងក្រៅប្រទេសកញ្ញាតំចាំសីមាក៏បានរិះរកអ្វីដែលថ្មីដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្ររបស់ខ្លួនផងដែរជាពិសេសនៅប្រហែលថ្ងៃខាងមុខនេះនាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្ដែងនៅក្នុងផាប់មួយកន្លែងនៅទីក្រុងភ្នំពេញផងដែរបើតាមគម្រោងកម្ពុជាតារាចម្រៀងតំចាំសីមានឹងច្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថា Tempo នៅបឹងកក់ដែលនឹងរៀបចំឡើងនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ជុំវិញនៃការចូលរួមច្រៀងនិងសម្ដែងរបស់តារាចម្រៀងតំចាំសីមាជាលើកដំបូងនៅក្នុងផាប់នេះត្រូវបានប្រភពព័ត៌មានស្និទ្ធជាមួយនឹងនាងបំហើបប្រាប់ថាកញ្ញាតំចាំសីមាចង់ផ្ដល់ភាពសប្បាយរីករាយនិងកាដូជូនសម្រាប់អ្នកគាំទ្ររបស់នាងនៅក្នុងឆ្នាំថ្មីនេះដោយជួបជាមួយនឹងនាងផ្ទាល់ព្រមទាំងអាចជជែកនិងថតរូបជុំគ្នាជាមួយនឹងការត្រៀមបង្ហាញវត្តមាននៅក្នុងផាប់ជាលើកដំបូងនេះកញ្ញាតំចាំសីមាត្រៀមយកបទចម្រៀងមនុស្សចេតនារបស់នាងល្បីៗរបស់នាងដែលបានចូលសិល្បៈដំបូងដើម្បីច្រៀងនិងសម្ដែងជូនបងប្អូនទស្សនិកជនរាំលេងកម្សាន្តជុំវិញជួបជុំមិត្តភ័ក្តិក្រុមគ្រួសារកុំភ្លេចណាមិត្តភ័ក្តិនិងដៃគូណាត់ដៃគូឲ្យហើយជួបជាមួយនឹងកម្ពុជាតារាចម្រៀងនិងក្នុងដួងចិត្តរបស់បងប្អូនដើម្បីទទួលបាននូវអារម្មណ៍ថ្មីប្លែកនិងផ្ដល់នូវភាពរីករាយនៅក្នុងចុងសប្តាហ៍នេះ